អរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈដែលបានរៀបចំសិក្ខាសាលានេះឡើងដើម្បីជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយនៅឧត្តមមានវត្តនិងនវានុវត្តនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលសម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត3ក្នុងឆ្នាំ2024និងជំរុញការលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែមានសិទ្ធិភាពដើម្បីឈានទៅទទួលជ័យលាភីបន្តទៀតតាមរយៈការដាក់ឲ្យដំណើរការនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលកន្លងមកបានបង្កើតជាស្នូលជួងបំផុសស្មារតីដល់អង្គភាពសាធារណៈឲ្យខិតខំប្រឹងប្រែងនិងបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់គុណភាពនិងការដឹកនាំគ្រប់គ្រងនិងប្រតិបត្តិការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរជូនប្រជាជនខ្ញុំសង្ឃឹមយ៉ាងជឿជាក់ថាតាមរយៈសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ JLP អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ2024កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពកម្រិតបង្គ្រប់កម្រិត3នាពេលនេះអាយដាមលោកជំទាវលោកស្រីនឹងទទួលបាននៃពុទ្ធិថ្មីមិនត្រឹមតែសម្រាប់ចូលរួមក្នុងការអនុវត្តការវិតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំការពង្រឹងការកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅតាមមន្ទីរពេទ្យរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីរួមចំណែកក្នុងការសម្រេចចក្ខុវិស័យដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលនេតិកាលទី7នៃរដ្ឋសភាព្រមទាំងដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការចូលរួមប្រកួតប្រជែងនិងផ្តល់សេវាសាធារណៈគំរូនៅឆ្នាំខាងមុខបន្ថែមទៀត